ជនជាតិអីក៏ចង្រៃម្លឹងបងប្អូនបាទទៅដល់ប្រទេសណាចង្រៃប្រទេសហ្នឹងទៅដល់ប្រទេសគេចង្រៃប្រទេសគេហ្នឹងបងប្អូនទូទាយបានដឹងទេបាទថាជនជាតិណាបងប្អូនទៅដល់ប្រទេសណាចង្រៃប្រទេសហ្នឹងបាទបងប្អូនមើលបាទទៅដល់ប្រទេសឡាវក្តៅទៅជាបាយទៅធ្លាក់តកណាប្រងពៀតបាត់ណាធ្វើឲ្យឡានខ្ទេចទីកញ្ចក់ឡានកញ្ចក់អីបាត់ស្រុកគេបាត់ណាដបូលផ្ទះដបូលខ្ទេចទីឲ្យមហាវិនាសតកជុះតកណាបាទដល់ពេលមកទៅលេងប្រទេសចិនអីអាសត្វហុយលើបងប្អូនបាទប្រទេសចិនឆេះបាទបងប្អូនដឹងឆេះអីគេបាទឆេះពហិយបាទទៅដល់ចិនឆេះពហិយហើយបងប្អូនគិតមើលនេះថ្មីទៅប្រាំងនេះថាដាក់គោលការណ៍ទៅប្រាំងពឹបមិនអាចទាត់ចេញម្ល៉េះបងប្អូនមើលដឹងបើបាទប្រទេសប្រាំងប្រទេសត្រជាក់នៅអឺរ៉ុបត្រជាក់ល្ងាណាបងប្អូនណាបាទឡើងរលកធាតុរោគកម្ដៅដល់40ជាងស្លាប់មនុស្សអស់4000នាក់ហើយបងប្អូនដឹងថាខ្ញុំនិយាយប្រទេសណាបងប្អូនជួយខមមិនជួយនិយាយប្រទេសណាជនជាតិណាដែលគាត់ធ្វើចឹងបងប្អូនប្រាប់មកបាទជនជាតិណាប្រទេសណាបើតែខ្ញុំនិយាយតម្រង់ហ្នឹងទៅខាងណាបាទផ្ដល់ប្រាំងបងប្អូនមើលស្លាប់ប្រជាជនគេ4000នាក់ក្នុងរយៈពេល3ថ្ងៃបងប្អូនបាទឥឡូវនេះធ្លាក់យន្តហោះស្លាប់មនុស្សអស់11នាក់ទៀតនៅប្រាំងបងប្អូនឃើញទេបាទដល់ឡៃណាចង្រៃឡៃហ្នឹងបងប្អូនដល់ប្រទេសគេចង្រៃប្រទេសគេហើយដល់ពេលប្រមុខដឹកនាំគេទៅបាទពិធីជប់លៀងនៅអាស៊ាននៅអីទៅលេងអីអាញ៉ៃមិនសមជានាយករដ្ឋមន្ត្រីបងប្អូនមិនសមជានាយករដ្ឋមន្ត្រីបាទណាហើយទៅដល់ប្រទេសទៅចាប់ដៃមួយពូទីនណាបាទចាប់ដៃមួយពូទីនណាទៅដល់ចាប់ដៃមួយទីនទៅដល់ចាប់ដៃមួយស្ទុះទៅទៅចង់រក selfie មិនដឹងគេដេញចេញទៀតបាត់គេដេញចេញទៀតអត់សមគេដេញចេញទៀតអត់សមជានាយករដ្ឋមន្ត្រីបងប្អូនគាត់ពិចារណាមើលអត់ដឹងថាមុខការរបស់ខ្លួនឯងធ្វើអីហើយឥឡូវថ្មីនេះអាម៉ាស់មុខខ្លាំងមែនទែនបាទនៅបារាំងបាទនៅបារាំងគេដេញចេញទៀតបាទដើរដឹងថាខ្លួនឯងដើរដំណើរនៅដំណើរអីដំណើរបាទណាជានាយករដ្ឋមន្ត្រីបាទចាញ់នាយករដ្ឋមន្ត្រីប្រទេសកម្ពុជាបាទសម្ដេចបបក្មេងខ្ចីមែនអីមែនតែនៅក្នុងហ្នឹងឃើញការដឹកនាំរបស់គាត់អត់ល្អចោះហ្មងបាទតំណាក់តំណងទឹកមុខសំសួនដំណើរគ្រប់សពបែបយ៉ាងបាទណាមិនមែនចេះតែធ្វើអ្វីជាអាចធ្វើតាមតែចិត្តរបស់យើងព្រោះយើងជានាយករដ្ឋមន្ត្រីហើយទៅឲ្យគេដេញចេញឲ្យអ្នកមុខអ្នកដែលគេរៀបកម្មវិធីគេដេញអាម៉ាស់មុខបាត់ក្នុងនាមជាប្រទេសមួយគាត់ថាប្រទេសស៊ីបល័យប្រទេសដែលគ្រាន់បើដែរបងប្អូនបាទហើយខ្ញុំអស់ចិត្តមួយថាគាត់មិនមែនជាម្ចាស់ដីតែគាត់នាំបាទអ្នកកសែតអី ABC អ្នកកសែតរបស់ប្រទេសណាបងប្អូនអង់គ្លេសរបស់អូស្ត្រាលីបងប្អូន ABC របស់អូស្ត្រាលីបាទទៅដល់មើលនៅតំបន់កាស៊ីណូបាទអាកន្លែងល្អខ្លួនរបស់ខ្លួនឯងដល់ពេលអាឡៃអាក្រក់មកដាក់លើប្រទេសកម្ពុជាហើយមិនបដិសេធទេបងប្អូនយើងមិនបដិសេធទេព្រោះយើងក៏ចង់បង្ក្រាបដែរអំពើ scam online គាត់បង្ហាញអ្នកកសែតអូស្ត្រាលីអ្នកកសែតអូស្ត្រាលីមិនសមចូលព្រោះទឹកដីរបស់ណាគេមិនគាត់ចូលទឹកដីរបស់ណាគេក្នុងនាមឯងខ្លួនឯងជាអ្នកកសែតនាំព័ត៌មានទូទាំងពិភពលោកបងប្អូនមិនធម្មតាទេតែចេះគ្រប់ទឹកដីគេទឹកដីគេមកទៅសួតខ្មែរទឹកដីរបស់ខ្មែរដែរហើយបើទៅទឹកដីរបស់ថៃអញ្ចឹងមានអាការ scam online របស់ថៃអត់ច្បាស់កុំអត់ច្បាស់កុំមកសុំកលុំឡៃល្អខ្លួនឯងយកកន្លែងអាក្រក់ឲ្យកម្ពុជាអញ្ចឹងបាទគាត់ក្នុងនាមជាអ្នកកសែតគាត់ត្រូវដាក់ផ្សាយថានេះជាទឹកដីរបស់កម្ពុជាដែលសៀមឈ្លានពានបាយយកធម្មតាបងប្អូនគិតចារណាខ្ញុំនិយាយខុសត្រូវបាទបើអ្នកឯងថាជាទឹកដីរបស់អ្នកឯងមិនត្រូវយល់ថាតាមច្បាប់អន្តរជាតិការប្រើកម្លាំងណាកម្លាំងយោធាមកវាយយកដីហ្នឹងมันអាចគូសបន្ទាត់ព្រំដែនដីនៅពេលដែលយើងប្រើកម្លាំងយោធាទេនេះច្បាប់អន្តរជាតិបងប្អូនហើយបើថាដីហ្នឹងគឺអ្នកឯងគេថាអ្នកឯងចោលឬក៏អ្នកឯងព្រៃអ្នកឯងចងចាំតែអ្នកឯងចោលអ្នកឯងព្រៃមែនអត់អ្នកឯងពិចារណាមើលបើចោលបាទថារបស់គេមិនអោយតែអ្នកឯងនៅតែយករបស់គេនៅតែប្រើចង់លួចរបស់គេប្លន់របស់គេអាហ្នឹងគេថាចោលប្លន់ហើយបើថានិយាយថាប្រទេសព្រៃគេថាប្រទេសព្រៃមេដឹកនាំព្រៃប្រទេសព្រៃហ្នឹងតើត្រឹមត្រូវអត់ព្រៃហ្នឹងបានថាមិនគោរពច្បាប់បាទណាយករបស់គេអាងតទ័ពអាងតអីយកមកគេរបស់គេបំពេញគេទាំងស្រុងហ្នឹង
អាហ្នឹងគេហៅថាព្រៃហើយណាអាងតួបអាងអាងវៃគេអាងអីហ្នឹងអាហ្នឹងអាងកាប់ចាក់ហ្នឹងអាហ្នឹងហៅព្រៃហើយប្រទេសព្រៃហើយព្រោះអត់ចេះច្បាប់ទេបើពេលចេះច្បាប់បាទសាងសង់លបងអីលបងព្រំដែននេះគេទៅប្រាប់គ្នាថាអាហ្នឹងអាចសាងសង់បានអត់ខ្ញុំធ្វើទាំងត្រឹមត្រូវអត់ព្រោះបងប្អូនច្បាប់ភូមិបាលក៏បងប្អូនធ្វើផ្ទះធ្វើអីធ្វើលបងផ្ទះបងប្អូនទៅសុំអាជ្ញាធរដែនដីឬក៏សុំអ្នកជិតខាងហ្នឹងតើខ្ញុំសងសាំងត្រឹមត្រូវនេះអត់អាហ្នឹងមិនហៅព្រៃយល់ទេបងប្អូនខ្ញុំអ្នកអត់ចេះដឹងទេបាទប្រជាជនសាមញ្ញប៉ុន្តែខ្ញុំយល់ថាអាហ្នឹងហើយច្បាប់ភូមិបាលច្បាប់នេះប្រទេសគាត់ឲ្យត្រាក់ដឹកនាំគាត់អត់ដឹងបាទបងប្អូនខ្ញុំសូមជួយបញ្ចេញយោបល់បន្តិចអំពីប្រហែលថ្ងៃនេះឃើញថាបងប្អូនយើងផ្ទុះមែនតើនៅក្នុងការចែករំលែកនៅក្នុងការបញ្ចេញយោបល់ប៉ុន្តែឃើញបងប្អូនខ្លះក៏បញ្ចេញយោបល់គាត់ដូចជាអត់បានយល់ពីច្បាប់អត់បានយល់ពីអីទេបងប្អូនមានស្ត្រីម្នាក់គាត់លួចបាទយាយម្នាក់ហ្នឹងគាត់លួចទូរស័ព្ទរបស់ស្ត្រីម្នាក់ដែលធ្វើខាងសាឡនហ្នឹងណាហើយដល់ពេលលួចទៅគាត់ធម្មតាគាត់ខឹងលួចទូរស័ព្ទរបស់ប្តីគាត់វាយអញ្ចឹងទៅបាទអញ្ចឹងនៅពេលដែលគាត់វាយបងប្អូននៅពេលអ្នកលួចគឺខុសច្បាប់មួយគឺបទចោរកម្មលួចរបស់គេណាបងប្អូនណាហើយដល់ពេលគាត់វាយយាយហ្នឹងគឺបទបាទរំលោភបំពានលើសារពាង្គកាយគេអញ្ចឹងគុកទាំងពីរបាទអត់មាននរណាគាត់ចេះធ្វើបាបស្អីក៏សាហាវពេកធម្មតាបងប្អូនអ្នកខ្លះគាត់ខមមិនត្រឹមត្រូវខ្លះដែរព្រោះរបស់មនុស្សខ្លះគាត់បាត់របស់គាត់ខឹងណាគាត់មានអីវាយនឹងប្រទេសឲ្យដាក់ហ្នឹងណាដូចចោលនឹងលួចចាប់បានគេវាយអញ្ចឹងណាតាមពិតអ្នកវាយគឺខុសយល់ទេអាហ្នឹងបើយើងលួចយើងត្រូវទៅប្តឹងប៉ូលីសឲ្យប៉ូលីសមកចាប់គាត់យកទៅវាស់កម្ពស់ទៅបាទហើយដល់ពេលគាត់ទៅវាយអញ្ចឹងឲ្យថតឲ្យមើលវាយឲ្យកុំថតទៅអាហ្នឹងវាយឲ្យថតឲ្យមើលទៀតអាហ្នឹងគាត់ជាប់ពីទោសបំពានលើសារពាង្គកាយគេមើលទៅគាត់ធ្វើបាបមនុស្សចាស់អញ្ចឹងទៀតវាកាន់តែធ្ងន់ធ្ងរទៀតអញ្ចឹងជាប់គុកតែទាំងពីរវាស់កម្ពស់ទាំងពីរហ្នឹងអត់មានអ្នកណាមួយថាចេះចុះនេះមកសេះហេតុปืนចេះអត់មានហេតុផលអីបងប្អូនគឺខុសមកបែកម្នាក់ហើយដល់ពេលបាទបរិះម្នាក់ល្បីដែរគាត់វាយក្មួយគាត់វាយក្រុមការងារគាត់ទេបាទកូនចៅគាត់ទេអាហ្នឹងខុសដែរអត់មានທາງគាត់ល្អដែរគាត់ខំចិញ្ចឹមឪពុកម្ដាយក៏ដោយយាយតាក៏ដោយឪពុកម្ដាយយាយតាណាព្យាបាលក៏ដោយចិញ្ចឹមកូនចិញ្ចឹមចៅចិញ្ចឹមបងប្អូនអីរាប់សិបឆ្នាំប៉ុន្តែខុសតែវាយលើសារពាង្គកាយសម័យឥឡូវនេះគឺជាប់គុកហើយអាហ្នឹងវាចឹងអារឿងគាត់ចិញ្ចឹមណារឿងផ្សេងអារឿងគាត់អាណិតអាសូរឲ្យលុយជួយបដៅណារឿងផ្សេងប៉ុន្តែរឿងគាត់វាយគេជាប់គុករឿងផ្សឹងមួយទៀតអាហ្នឹងបែងចែកដាច់បងប្អូនមកបងប្អូនខ្លះឃើញខមមិនមកបែងចែកដាច់នៅអារឿងគុណធម៌អាណិតអាសូរនៅតែលើកចេះបាត់អាហ្នឹងបានថាប្រទេសអត់ច្បាប់ទេបងប្អូនយកច្បាប់មនោសញ្ចេតនាយកកាត់ដីមិនបានបងប្អូនឥឡូវខ្ញុំនិយាយខុសត្រូវបងប្អូនបាទអញ្ចឹងអរគុណច្រើនបងប្អូនហើយសម្រាប់ថ្ងៃនេះខ្ញុំមានព័ត៌មានកីឡាដែរបងប្អូនខ្លីៗសម្រាប់បងប្អូនហើយយើងឃើញថាក្រុមខ្លាំងបាទនៅអឺរ៉ុបហ្នឹងគឺទៅច្រើនហើយបងប្អូនទៅច្រើនហើយបាទណាបាទដូចជាប្រទេសអាល្លឺម៉ង់បាទបាយហើយបាទប្រទេសហូឡង់ដែលជើងខ្លាំងដែរក៏បាយដែរហើយទៅជាប់បាទរឿងបាល់ពេលនឹងទីបងប្អូនចាញ់បាល់ពេលនឹងទីបាល់ពេលនឹងទីបាទដល់ពេលឡើងដល់ World Cup ហើយបងប្អូននៅទាត់អត់ចូលបាទចាញ់បាល់ពេលនឹងទីហើយយើងឃើញថា Ivory Coast ក៏ធ្លាក់ដែរទៅហើយបាទ Norway ដាក់ 2-1 ហើយយើងឃើញថាបារាំងគឺបានឡើង 3-0 ស៊ុយអែត Sweden 3-0 ហើយបាទប្រេស៊ីលគឺឡើងហើយអញ្ចឹងបងប្អូនឃើញហើយកាណាដាឡើងប្រេស៊ីលឡើងបាទបារាំងឡើងបាទ Norway ឡើងហើយអញ្ចឹងប្រទេសដែលធ្លាក់គឺបាទដូចជានៅកូរ៉េយើងនៅអាស៊ីយើងគឺមានកូរ៉េទៅមុនគេកូរ៉េក៏ធ្លាក់អ្នកដែលគ្រូប្រវឹកអីស្អីហ្នឹងគឺចុះចេញពីតំណែងបងប្អូនសុំអភ័យទោសនេះល្អមែនទែនច្បាប់ហ្នឹងបងប្អូនប្រទេសកម្ពុជាមានច្បាប់ហ្នឹងអ្នកដែលធ្វើការអ្នកដែលធ្វើមេគេឬក៏អីបាទធ្វើមិនកើតមួយឆ្នាំពីរឆ្នាំកើតចុះចេញពីតំណែងឬក៏រដ្ឋាភិបាលទម្លាក់គាត់ផងអាហ្នឹងល្អហ្មងខ្ញុំចូលចិត្តបាទកុំឲ្យនៅតទៀតវាអត់បានប្រយោជន៍បងប្អូនបាទហ្នឹងហើយជប៉ុនក៏ទៅដែរស្ដាយដែរជប៉ុនជើងខ្លាំងដែរក៏ទៅដែរអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងបាទអរគុណច្រើនបងប្អូនកុំភ្លេច Subscribe រូបកណ្ដឹងបាទឲ្យផងហើយជួយ like ជួយ share ផងបងប្អូនអរគុណច្រើនសូមឲ្យបងប្អូនសុខភាពល្អរកស៊ីមានបានទៅណាមកណាសុវត្ថិភាពតាមផ្លូវទាំងអស់គ្នាបាទអរគុណ